មេរៀនទី71អំណានរឿងដង្កូវនិងក្អែកមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើពេលនោះមានក្អែកមួយហើរមកបម្រុងនឹងស៊ីដង្កូវនោះដង្កូវមានប្រាជ្ញាក៏ដាក់ប្រស្នាឲ្យក្អែកដោះស្រាយបើក្អែកដោះប្រស្នាមិនរួចមិនអាចស៊ីវាបានទេដង្កូវដាក់ប្រស្នាតើអ្វីដែលផ្អែមក្រអូបជូរនិងស្អុយជាងគេក្អែកឆ្លើយអ្វីដែលផ្អែមជាងគេគឺស្ករទឹកឃ្មុំអ្វីដែលជូរជាងគេគឺក្រូចឆ្មាក្រអូបជាងគេគឺផ្កាទឹកអប់ស្អុយជាងគេគឺលាមកឬអាចបន្ទាប់មកដង្កូវឆ្លើយបដិសេធវិញមិនត្រូវទេអ្វីដែលផ្អែមជាងគេនោះគឺសម្ដីល្អពីរោះជូរគឺពាក្យត្រគោះបោះបោកស្អុយជាងគេគឺកេរ្តិ៍ឈ្មោះមិនល្អនិងក្រអូបនោះគឺកេរ្តិ៍ឈ្មោះដែលល្អប្រពៃដោយតរប្រាជ្ញាក្អែកក៏ចុះចាញ់ខានបានស៊ីដង្កូវការរៀនពាក្យកអំណានពាក្យប្រាជ្ញាអានថាប្រាជ្ញាលាមកអានថាលាមកអាចអានថាអាចកែអានថាកែខពន្យល់ពាក្យប្រស្នាចំណោទបដិសេធមិនយល់ព្រមលែងយកជាការកែសេចក្តីសរសើរការល្បីកែពាក្យនៃដូចនឹងពាក្យត្រគោះបោះបោកគំរោះគំរើយខែពាក្យផ្ទុយស្អុយផ្ទុយនឹងក្រអូបខុសផ្ទុយនឹងត្រូវសំណួរ1ហេតុអ្វីបានជាដង្កូវចោទប្រស្នាដល់ក្អែក2តើដង្កូវបានដាក់ប្រស្នាអ្វីខ្លះដល់ក្អែក3តើក្អែកឆ្លើយដោះប្រស្នារបស់ដង្កូវយ៉ាងដូចម្តេច4តើក្អែកបានស៊ីដង្កូវឬទេព្រោះអ្វីលំហាត់កចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវប្រស្នាលាមកបដិសេធប្រាជ្ញាសត្វកេរ្តិ៍ឈ្មោះដង្កូវជូរចត់ខចូលអានល្បះនីមួយៗរួចបងលេខក្នុងប្រអប់តាមលំដាប់លំដោយដំណើររឿងពេលនោះមានសត្វក្អែកហើរមកបម្រុងនឹងស៊ីដង្កូវឆ្លើយបដិសេធថាមិនត្រូវទេមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើដង្កូវមានប្រាជ្ញាក៏ដាក់ប្រស្នាឲ្យក្អែកដោះស្រាយកចូលសរសេរតាមអានរៀបចំអត្ថបទខាងក្រោមរឿងដង្កូវនិងក្អែកមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើពេលនោះមានសត្វក្អែកមួយហើរមកបម្រុងនឹងស៊ីដង្កូវនោះដង្កូវមានប្រាជ្ញាក៏ដាក់ប្រស្នាឲ្យក្អែកដោះស្រាយបើក្អែកដោះប្រស្នាមិនរួចមិនអាចស៊ីវាបានទេដោយភាពល្ងិតល្ងង់ក្អែកមិនអាចដោះប្រស្នារួចឡើយហើយក៏ខានបានស៊ីដង្កូវនោះទៅសំណួរ1តើសត្វក្អែកបម្រុងស៊ីសត្វអ្វី2តើដង្កូវធ្វើដូចម្តេច3តើក្អែកបានស៊ីដង្កូវឬទេព្រោះអ្វីហាត់1ចូលពន្យល់ពាក្យកែ2ចូលរកពាក្យនៃដូចនិងពាក្យត្រូវគោះ3ចូលរកពាក្យផ្ទុយនិងពាក្យស្អុយចូលបំពេញល្បះតាមរូបភាពខាងក្រោមឲ្យបានត្រឹមត្រូវ1ដង្កូវកំពុង2ក្អែកទុំលើ3ឃ្មុំកំពុង